ជំរាបសួរលោកប៉ាអ្នកម៉ាក់ចានៅក្នុងវីដេអូនេះដែរគឺនាងខ្ញុំតអំពីវីដេអូមុនតាក់ទងនឹងកុមារដែលគាត់មានចរិតរឹងរូសឆេវឆាវឬក៏អាចនិយាយបានថាជាកុមារដែលមិនស្ដាប់បង្គាប់គ្រូឬក៏ស្ដាប់បង្គាប់លោកប៉ាអ្នកម៉ាក់ចាអញ្ចឹងត្រង់ចំណុចហ្នឹងដោយសារតែលោកប៉ាអ្នកម៉ាក់គាត់ផ្ដល់ក្តីស្រឡាញ់ដល់កូនបង្ហាញឲ្យកូនដឹងចាយើងស្រឡាញ់កូនគឺបង្ហាញឲ្យកូនដឹងវាជារឿងត្រឹមត្រូវហើយក៏ប៉ុន្តែនៅពេលដែលគាត់ធ្វើខុសឬក៏គាត់ធ្វើអ្វីមួយមិនល្អមិនត្រឹមត្រូវមិនសមរម្យតើយើងត្រូវធ្វើបែបណាទៅលើគាត់ចាបើសិនជាយើងនៅតែស្របតាមគាត់នៅតែតាមចិត្តគាត់នៅតែលើកស្ទួយគាត់នោះគាត់នឹងคล้ายជាក្មេងដែលមិនស្ដាប់បង្គាប់ហើយគាត់រឹងរូសឆេវឆាវធ្វើអ្វីតាមចិត្តគាត់ប្រកាន់តែខ្លួនឯងត្រូវរហូតគឺមិនចេះខុសអញ្ចឹងត្រង់ចំណុចហ្នឹងហើយដែលធ្វើឲ្យខាងសាលាគឺគេអត់អាចទទួលយកកូនគាត់ឲ្យចូលរៀនបន្តទៀតបានចាសាលាថាតើតែអប់រំគាត់ធ្វើម៉េចឲ្យគាត់លែងមានអាកប្បកិរិយាបែបហ្នឹងលែងឆេវឆាវរឹងរូសឬក៏អាចមករៀនបានហ្នឹងតើតែសកម្មភាពហ្នឹងលែងមានទៀតហើយគេຕົកពេលឲ្យគាត់មួយសប្តាហ៍ក្នុងការអប់រំកូនដើម្បីពុតលត់ដំតកតងនឹងអត្តចរិតគាត់ឲ្យល្អវិញទើបអាចចូលរៀនវិញបានចាអញ្ចឹងនៅត្រង់ចំណុចហ្នឹងគឺវាជាកត្តាមួយដែលសំខាន់ខ្លាំងព្រោះគាត់រៀនថ្នាក់ទី2ហើយអាយុ7ឆ្នាំហើយមិនមែនជាកូនក្មេងនៅតូចដែលយើងគិតថាងាយស្រួលងាយបដៅបានទេដោយសារតែគាត់ដឹងក្តីគាត់ដឹងចិត្តលោកប៉ាអ្នកម៉ាក់ចំលោកប៉ាអ្នកម៉ាក់ស្លូតស្រឡាញ់កូនតាមចិត្តកូនទៀតធ្វើឲ្យកូនកាន់តែមានអ្នកអាងនៅពីក្រោយគិតថាគាត់ធ្វើរឿងអីមួយក៏អត់មានណាគេមកថាអីររឿងគាត់បានដែរដោយសារអីលោកប៉ាអ្នកម៉ាក់គាត់តាមចិត្តគាត់ឲ្យហ្នឹងចាគាត់ធ្វើអីក៏អត់មានណាគេមកដាក់ទោសគាត់ដែរព្រោះអត់ដែលមានណាគេដាក់ទោសគាត់បានហ្នឹងអញ្ចឹងនៅសាលាគាត់បង្កបញ្ហាដល់កុមារដទៃទៀតគ្រូឲ្យគាត់ដាក់វិន័យដាក់អីទៅលើគាត់ហើយនៅតែគាត់បង្កបញ្ហានឹងទៀតអញ្ចឹងវាតកតងនឹងការអប់រំពីលោកប៉ាអ្នកម៉ាក់ដែរបើសិនជាលោកប៉ាអ្នកម៉ាក់មានពេលអប់រំគាត់បន្ថែមទៀតទៅលើចំណុចដែលខ្វះខាតឬក៏នៅពេលដែលលោកគ្រូអ្នកគ្រូផ្ដល់ព័ត៌មានមកថាកូនរបស់លោកប៉ាអ្នកម៉ាក់មានអាកប្បកិរិយាបែបហ្នឹងបង្ហាញសកម្មភាពបែបហ្នឹងមកនាងខ្ញុំឧទាហរណ៍ថាពេលដែលចូលបន្ទប់ប្រឡងគាត់អត់ព្រមចូលប្រឡងពេលគ្រូបង្ខំគាត់ហែកกระดาษប្រឡងចោលតើប៉ាម៉ាក់គួរធ្វើបែបណាចំពោះកូនប៉ាម៉ាក់គួរតែស្ដាប់តាមគ្រូហើយលែងខ្វល់ខ្វាយឬក៏ត្រូវធ្វើបែបណាបន្តទៀតចានាងខ្ញុំដឹងថាលោកគ្រូអ្នកគ្រូគាត់មានវិជ្ជាវៈក្នុងការបរៀនកុមារក៏ប៉ុន្តែបើសិនជាដដែលពេកហើយអត់មានការជួយជំរុញពីអាណាព្យាបាលនាងខ្ញុំនិយាយស្មោះត្រង់ទៅនាងខ្ញុំបរៀនរាល់ថ្ងៃនេះក៏ដូចគ្នាចាបើសិនជានាងខ្ញុំជួយកុមារហើយมันមានការជួយជ្រោមជ្រែងឬក៏ពីសំណាក់លោកប៉ាអ្នកម៉ាក់ជួយកូនបន្ថែមទៀតនោះនឹងធ្វើឲ្យការវិវត្តរបស់កុមារហ្នឹងគឺវាមិនលឿនខ្លាំងទេហើយក៏មិនស្ទុះខ្លាំងមិនរីកចម្រើនខ្លាំងដែរបើសិនជានាងខ្ញុំជួយតែម្ខាងតែបើសិនជាលោកប៉ាអ្នកម៉ាក់គាត់មានពេលវេលាដែរចាគាត់បានជួយជំរុញបន្ថែមនៅចំណុចដែលនាងខ្ញុំបញ្ជួយដែលនាងខ្ញុំកំពុងតែជួយហ្នឹងគាត់បានជំរុញនៅផ្ទះបន្ថែមទៀតដែរវាធ្វើឲ្យការវិវត្តរបស់កុមារហ្នឹងកាន់តែលឿននាងខ្ញុំឧទាហរណ៍ថាឥឡូវយើងពុតទៅលើបញ្ហាធ្វើម៉េចឲ្យគាត់ញ៉ាំបាយដោយខ្លួនឯងចាអញ្ចឹងបើសិនជានៅសាលាខ្ញុំព្យាយាមនាងខ្ញុំព្យាយាមឲ្យគាត់ញ៉ាំបាយដោយខ្លួនឯងហើយបើសិនជានៅពេលដែលទៅដល់ផ្ទះលោកប៉ាអ្នកម៉ាក់អត់បានជួយគាត់នៅតែបន្តបញ្ចុកគាត់នៅបន្តឲ្យគាត់ញ៉ាំបាយដោយមានអ្នកបញ្ចុកតើវាបានផលលឿនអត់ចាអញ្ចឹងចំណុចហ្នឹងគឺជាកត្តាមួយសំខាន់អញ្ចឹងបើសិនជានាងខ្ញុំបង្រៀនគាត់ឲ្យចេះកាន់ស្លាបព្រាញ៉ាំបាយដោយខ្លួនឯងហើយបើនៅផ្ទះលោកប៉ាអ្នកម៉ាក់បង្រៀនឲ្យគាត់ចេះកាន់ស្លាបព្រាញ៉ាំបាយដោយខ្លួនឯងដែរនោះនឹងធ្វើឲ្យកុមាររឹងមាំហើយគាត់ឆាប់ទទួលយកបានហើយគាត់អាចមានគំនិតថានៅសាលាគ្រូអត់មានអ្នកគេអត់មានគ្រូណាបញ្ចុកគាត់ទេតែពេលនៅផ្ទះក៏អត់មានអ្នកបញ្ចុកដែរអញ្ចឹងក៏អត់មានអីអាងទេ ก็
គាត់មានអីអាងទេចាអញ្ចឹងគាត់នឹងប្រឹងប្រែងដល់ខ្លួនឯងគាត់នឹងព្យាយាមដល់ខ្លួនឯងបើសិនជាយើងអត់ជួយគាត់ទេគឺនៅតែបែបនេះនៅសាលាតែញ៉ាំបានតែពេលនៅផ្ទះគាត់មានអ្នកបញ្ចុកអីគាត់ចាំបាច់ញ៉ាំខ្លួនឯងទៅមិនអញ្ចឹងចាហ្នឹងគឺជាកត្តាចូលរួមយ៉ាងសំខាន់បើសិនជានៅសាលាលោកគ្រូអ្នកគ្រូជួយមួយផ្នែកជួយចំណុចហ្នឹងហើយនៅផ្ទះលោកប៉ាអ្នកម៉ាក់មានពេលវេលាជួយគាត់បន្ថែមទៀតនេះខ្ញុំឧទាហរណ៍ថាឥឡូវកូម៉ាហ្នឹងគាត់ធ្វើខុសគាត់បានវាយកុមារដទៃយើងដាក់ពិន័យគាត់នៅសាលាឲ្យគាត់ឈរជើងមួយឬក៏ឲ្យគាត់ធ្វើកិច្ចការពី1ដល់100អីចឹងទៅឬអាស្រ័យទៅលើយើងអ្នកដាក់ឲ្យគាត់ហើយនៅផ្ទះប៉ាម៉ាក់អប់រំណែនាំថានេះកូនធ្វើចឹងអត់ត្រូវទេបែបនេះចឹងទៅហើយដាក់ពិន័យឲ្យគាត់ដែរចូលរួមផ្សំគុំគ្នានឹងធ្វើឲ្យកុមារកែប្រែបានលឿនឆាប់រហ័សអញ្ចឹងយើងអត់អាចរំពឹងនៅលើសាលាតែមួយមុខបានទេយើងត្រូវតែជួយបរិញ្ញាគាត់បន្ថែមទៀតចាមានលោកប៉ាអ្នកម៉ាក់ជាច្រើនដែលគាត់បានជួយកុមារនៅផ្ទះបន្ថែមទៀតក៏ប៉ុន្តែក៏មានលោកប៉ាអ្នកម៉ាក់ខ្លះគាត់ក៏មិនបានយកចិត្តទុកដាក់ដិតដល់មើលថែកូនឬក៏ជួយកូនបន្ថែមទៀតនៅផ្ទះដែរទៅសាលាដឹងតែពឹងគ្រូហើយមកផ្ទះវិញអត់មានបានជួយមើលថែព្រៀនឲ្យរៀនសូត្រដូចបន្ថែមទៀតក៏កុមារដែរនឹងស្ទុះទាលឿនបានដែរអញ្ចឹងវាគួរផ្សំគ្នាបើសិនជាយើងជួយទាំងអស់គ្នាទៅគឺធ្វើឲ្យកុមារបានផលលឿនហើយកុមារយើងត្រូវតែមានវិន័យឲ្យត្រឹមត្រូវឲ្យក្រឹកក្រមជាមួយនឹងកុមារដោយសារតែគាត់ងាយនឹងចងចាំងាយនឹងរៀនសូត្រក៏ដូចក្តារសចឹងចាយើងទូមានអប់រំគាត់អាចខ្លាចជាមនុស្សល្អតែបើសិនជាយើងបដិបដោយពេលវេលាពីថ្ងៃទៅថ្ងៃវាធ្វើឲ្យខាតពេលវេលាខាតបង់ពីថ្ងៃទៅថ្ងៃគឺអត់ន័យចាអញ្ចឹងក្នុងវីដេអូនេះគឺនាងខ្ញុំមានតែប៉ុណ្្នឹងហើយបើសិនជាលោកប៉ាអ្នកម៉ាក់មានសំណួរអីបន្ថែមទៀតអាចសួរនាងខ្ញុំនៅក្នុងវីដេអូទៀតបានចាសូមអរគុណ